បាទសួស្តីថ្ងៃនេះខ្ញុំមានវីដេអូមួយដើម្បីបង្ហាញអំពីការ add admin ដើម្បីមកគ្រប់គ្រង page របស់យើងងាយស្រួលកុំឲ្យមានហានិភ័យបាត់ admin មួយខូច admin មួយនៅមាន admin មួយទៀតដើម្បីគ្រប់គ្រង page របស់យើងដូច្នេះវិធីសាស្ត្រក្នុងការធ្វើតោះទៅមើលវីដេអូទាំងអស់គ្នា page មកអ្នកនរឲ្យចូលមកកាន់ page បែបនេះបែបដូចខ្ញុំចេះមកចូលមកកាន់មកបន្ទាប់មកចូលនៅយក professional dashboard ចុចនៅពណ៌ខៀវនេះតមកអ្នកនរគ្នាថងនេះបើសិនជាពេលខ្លះវាលោតមកចេះអញ្ចឹងតែពេលហ្នឹងវាលោតមកបែបនេះបើសិនជាវាអត់មានទេអ្នកនរគ្នា search កន្លែងនេះវាយតាមខ្ញុំមកវាយ page គាត់វាយ page ចឹងមកវាចេញនេះ page accept ណាចុចយកហ្នឹងមកចុចយកនេះមកបន្ទាប់មកវាលោតមកបែបនេះចុចយកនេះមក page accept នេះមកបន្ទាប់មកអ្នកនរគ្នាចុច add នេះចុច add new នេះកន្លែងអក្សរពណ៌ខៀវទូហ្នឹងរកមកតรงនេះអ្នកនរគ្នាចុចពាក្យ next បន្ទាប់នេះអ្នកនរគ្នា search រើមើលថា admin មួយណាដែលអ្នកនរគ្នាគិតថាយកមកគ្រប់គ្រង admin មួយណាដែលអ្នកនរគ្នាគិតថាយកមកគ្រប់គ្រង search យកឈ្មោះហ្នឹងទៅអូខេខ្ញុំ search យកនេះអូខេខ្ញុំយក admin មួយនេះដើម្បីយកមកគ្រប់គ្រង page របស់ខ្ញុំមិនដែរអូខេចុច select លើហ្នឹងហើយអ្នកនរគ្នាចុចយកនេះចុចយក Q accept តรงនេះអ្នកនរគ្នាទៅវាយpassword របស់ admin ដែលនៅក្នុង page អ្នកនរគ្នាទាញយកហ្នឹងអូខេឥឡូវខ្ញុំបានវាយ password ចូលហើយចុចយកពាក្យ confirm នេះខ្ញុំវាយ password ចូលចុចយកពាក្យ confirm រួចហើយអញ្ចឹងទេរយៈពេល31ថ្ងៃនៅពេលដែលអ្នកនរគ្នាអត់ចូលទៅ accept យកទេនោះFacebook នឹងban យើងចាញ់ហើយអត់ឲ្យយើងទទួលម្ដងទៀតទេអញ្ចឹងលុះត្រាតតែយើងធ្វើម្ដងទៀតអូខេអញ្ចឹងបើសិនជាអ្នកចង់ invite ទៅហើយអ្នកនរគ្នាទៅចូលទៅ accept ចូលទៅកាន់ Facebook នេះ Facebook មួយនេះដើម្បី accept យកហ្នឹងមកធ្វើជា admin ជាមួយនេះអូខេនេះទី1នេះឈ្មោះនេះឈ្មោះទី1នេះឈ្មោះទី2អញ្ចឹងយើងចូលមកនេះមកដើម្បីចូលមក Facebook នេះដើម្បី accept យកឈ្មោះនេះចូលជាមួយ admin មួយនេះអូខេឥឡូវចូលទៅទាំងអស់គ្នាអូខេឥឡូវខ្ញុំបានចូលមកកាន់ Facebook ខ្ញុំមួយទៀតហើយអញ្ចឹងយើងចុចនៅកន្លែងរូបកណ្ដឹងនេះត្រង់នេះឃើញណាឃើញកន្លែងពាក្យinvite អញ្ចឹងអ្នកនរគ្នាចុចនៅកន្លែង invite ហ្នឹងមកចុច invite ហ្នឹងមកអ្នកនរគ្នាចុចយក review invite ចុចលេខហ្នឹងមកអញ្ចឹងបានន័យថាយើងទទួលយក page ហ្នឹងយកមកគ្រប់គ្រងក្នុង admin មួយហ្នឹងអូខេអញ្ចឹងចុចយកហ្នឹងមកចុច next ទៀតចុចយក accept អញ្ចឹងបើយើងមិនទទួលទេយើងចុចយក decline នេះអញ្ចឹងយើងចុចយក accept ដើម្បីទទួលយកអូខេនេះឃើញទេយើងអាច switch ជាមួយអា page នេះបាននេះ admin ដែលយើង add មកមិញដើម្បី switch ជាមួយpage នេះបានអញ្ចឹងយើងគិតថាយើង switch បានដែរអត់អញ្ចឹងយើងចុចយកសញ្ញាពណ៌ខៀវនេះមកអក្សរពណ៌ខៀវនេះមកអូខេឥឡូវឃើញទេអ្នកនរគ្នាឃើញទេអញ្ចឹងយើងអាច accept ទៅយក page នឹងបានយើងអាចគ្រប់គ្រងទៅលើ page នឹងបានហើយអញ្ចឹងវិធីដែល add admin ដើម្បីគ្រប់គ្រង page ងាយស្រួលក្នុងការកុំឲ្យបាត់បើយើងខូច admin នៅមាន admin មួយក្នុងការគ្រប់គ្រង page វាងាយស្រួលក្នុងការគ្រប់គ្រងកុំឲ្យបាត់ page អូខេវីដេអូខ្លីមានតែប៉ុណ្ណឹងសម្រាប់ចំណេះដឹងខ្លីបើសិនជាបងប្អូនទាំងអស់គ្នាបានដឹងបានឃើញហើយចេះហើយសម្រាប់តែអ្នកដែលអត់ទាន់ចេះអត់ទាន់ដឹងខ្ញុំធ្វើវីដេអូនេះកើតឡើងចំពោះអ្នកអត់ទាន់ដឹងអញ្ចឹងអរគុណច្រើនសម្រាប់វីដេអូខ្លី